ស្ដីបងប្អូនក្រោយពីបានសិក្សាអំពីអក្សរ W នេះហើយកូនត្រូវតែបន្តមកសិក្សាបន្ថែមទៀតជាមួយនឹងអក្សរ X ចាគឺអក្សរ X គឺមានរូបរាងដូចសញ្ញាគុណបេះដាក់តែម្ដងអញ្ចឹងបងប្អូនមើលឲ្យច្បាស់ណាថាអក្សរ X គឺយើងមានទម្រង់បែបនេះសរសេរបែបណាតោះយើងទៅតាមដានទាំងអស់គ្នាហើយកាប់បិទចាប់សៀវភៅមកណាដើម្បីរៀនសរសេរទាំងអស់គ្នាណាកូនមកដល់យើងចត់ចប់អក្សរគឺសរសេរទាំង x តូចទាំង x ធំគឺมันខុសគ្នានោះទេគឺខ្វែងបែបនេះតែម្ដង x ធំណាអញ្ចឹងការគូសគឺបើសិនជាយើងកំណត់កាឡាណាកូននឹងមើលតាម admin ណាគឺបែបនេះអញ្ចឹង4កាឡានេះគឺយើងគូសមកបែបនេះមកហើយមួយទៀតក៏បែបនេះជាប់គ្នាមកបង្កើតបានទៅជាអក្សរ x ដែរឃើញអត់ពិបាកទេសម្រាប់អក្សរ x មួយនឹងគឺស្រួល easy ខ្លាំងមែនតើតែម្ដងអញ្ចឹងបងប្អូនរៀនសរសេរមកចំណែកឯ x តូចក៏មិនខុសពី x ធំដែរគាត់ថាបើសិនជាយើងសរសេរគឺមានទម្រង់ដូចតែ admin បានបញ្យល់កូនតាំងពីមេរៀនដំបូងមកម៉េះថាធំតូចនឹងគឺបែបម៉េចតូចនឹងសរសេរបែបម៉េចអញ្ចឹងវាមានទម្រង់ដូចគ្នាអញ្ចឹងការបញ្យល់របស់ admin ក៏ admin ជឿជាក់ថាมันបាច់បញ្យល់ច្រើនក៏កូនអាចដឹងអាចចេះបានដែរដោយសារតែវាដូចគ្នាមែនតែនហ្មងណាអញ្ចឹងយើងគ្រាន់តែគោះនេះបន្ទាត់ផ្ដេកប្រឆិតអញ្ចឹងមកណាមកកាឡាវានេះឃើញទេអាចមានបានដៅកាឡា4កាឡាដើម្បីឲ្យកូនងាយស្រួលនៅក្នុងការមើលអញ្ចឹងគូខាងនេះហើយមកខាងនេះម្ដងទៀតហើយមកឲ្យដល់កាឡាដែរ admin បាន note 4ហ្នឹងគឺបើសិនជាយើងគូលក្ខណៈថាទម្រង់បែបជាប្រអប់វិញណានេះadmin ឧទាហរណ៍ប្រអប់ចាអញ្ចឹងកូនគឺនេះបែបនេះឃើញអត់គឺលក្ខណៈបែបហ្នឹងអញ្ចឹងadmin បញ្ជាក់ម្ដងទៀតណាទី1កូនត្រូវផ្ដេកកាឡាបែបនេះហើយត្រូវផ្ដេកបែបនេះមួយទៀតបង្កើតបានទៅជាអក្សរ x អញ្ចឹងបង admin គិតថាអក្សរ x នេះมันពិបាកនៅក្នុងការសរសេរទេវាមានការងាយស្រួលតែបងអាចនឹងធ្លាប់ឃើញអក្សរ x នេះតាមរយៈលេខគុណតាមរយៈបងធ្លាប់ជួបមកអញ្ចឹងណាអញ្ចឹងការសរសេរគឺផ្ដេកបែបនេះហើយក៏ផ្ដេកមកបែបនេះជួបគ្នានៅបន្ទាត់កណ្ដាលបែបនេះណាអញ្ចឹងបង្កើតបានទៅជាអក្សរ x ចាអញ្ចឹងទាំង x ធំទាំង x តូចបងបានសិក្សាជាមួយនឹង admin រួចហើយអញ្ចឹងបងកុំភ្លេចសរសេរ x ធំមួយសន្លឹក x តូចមួយសន្លឹកហើយបើសិនជាមិនចាំដៃទៀតបងអាចសរសេរឲ្យបានច្រើនសន្លឹកកុំស្ដាយស្លឹកសភៅណាបងឲ្យតែចេះឲ្យតែចាំឲ្យតែចេះគឺសរសេរឲ្យច្រើនមកចា x តូចនិង x ធំចាចឹង x ធំហើយនិង x តូចនេះគឺមានទម្រង់ដូចគ្នាអញ្ចឹងបងរៀនតែ x ធំក៏ចេះដល់ x តូចដែរអញ្ចឹងអត់មានពិបាកទេណាគឺយើងនៅសល់តែ2អក្សរទៀតទេ y ហើយនិង z អញ្ចឹងមេរៀនក្រោយយើងនឹងជួបគ្នាជាមួយ admin ជាមួយនឹងអក្សរ y ចាចង់ដឹងថាទម្រង់អក្សរបែបម៉េចវីដេអូក្រោយយើងនឹងជួបគ្នាបន្តទៀតអរគុណ